ជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទពិសិដ្ឋផ្នែកលក់រថយន្ត Ford ជាមួយនឹងបងប្អូនសុជាពេជ្រចង់ស្រាយចង្អល់ទៅលើបងប្រុសម្នាក់ដែលគាត់បានចោទសួរថាទៅលើប្រភេទ Everest Sport និង Everest Titanium ដែលមានកន្លែងណាដែលចូលជាចំណុចពិសេសរបស់ឡានអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចទៀតទៅលើចង្អល់របស់បងប្រុសសូមទស្សនាទាំងអស់គ្នាបងប្អូនអញ្ចឹងសម្រាប់ Ford Everest Sport គឺយើងនិយាយពីរូបរាងខាងមុខ Everest Sport បំពាក់ជាមួយនឹងចង្កៀង LED ដែលមានរាងជាអក្សរ C ក្លែមដែលគេហៅថាចង្កៀងបំភ្លឺពេលថ្ងៃណាស្រស់ស្អាតមែនតើអមជាមួយនឹងប៉ាណាពណ៌ខ្មៅបែបសំបុកខ្មុំស្ពណ៌មែនតើជាមួយនឹងចង្កៀងកាត់អាប់ហើយយើងអមជាមួយនឹង sensor ចំនួន4គ្រាប់ខាងមុខផងដែរហើយចំពោះ Ford Everest Sport យើងបំពាក់ជាមួយនឹងម៉ាស៊ីន 2.0 Single Turbo បង្កើតកម្លាំងសេះបានរហូតដល់170និងកម្លាំងរមួល405 Newtonម៉ែត្រផងដែរបាទចំណែកឯទៅលើ Everest Titanium គឺផ្នែកខាងមុខគឺយើងមានបំពាក់ជាមួយនឹងចង្កៀង Performance LED ជាប្រភេទអក្សរ C ដែលគេអាចហៅថាជាប្រភេទ C claim វាមានមុខងាររេទៅតាមចង្កូតបន្ថែមទៀតទៅលើរចនាបថខាងមុខទៅលើប៉ាណានេះគឺយើងរៀងជាសម្បុកឃុំហើយជាមួយនឹងឡាយក្រូមេពណ៌ទឹកប្រាក់កាត់បតឹងរថយន្តបន្ថែមជាងនេះដែរគឺយើងមានទៅលើ sensor ទៅរហូតដល់4គ្រាប់ហើយជាមួយនឹងភ្លើងកាត់អាប់ដែលជាប្រភេទគុជទៅលើប្រភេទ Everest Titanium នេះណាគឺយើងមានបំពាក់ជាមួយនឹងម៉ាស៊ីន 2.0 by turbo ដែលអាចបង្កើតកម្លាំងសេះរហូតដល់210សេះជាមួយនឹងកម្លាំងរមួលរហូតដល់500 Newtonម៉ែត្រចឹងបន្តមកខ្ញុំសូមនិយាយពីផ្នែកចំហៀងនៃ Ford Everest Sport ជាដំបូងខ្ញុំសូមនិយាយពីយ៉ានកង់ទំហំ20អ៊ីងពណ៌ខ្មៅធំស្រស់ស្អាតមែនតើហើយបំពាក់ជាមួយ Frank D ចំនួន4គ្រាប់ផងដែរបន្តមកគឺយើងនិយាយពីផ្នែកចំហៀងនេះគឺយើងមានដែកការពារផ្នែកចំហៀងការពារសុវត្ថិភាពបងប្អូនមែនតើហើយបើនិយាយពីកញ្ចក់ក្តោបនេះគឺពណ៌ខ្មៅស្រស់ស្អាតមែនតើបាទហើយចំណែកដៃទ្វារក៏ពណ៌ខ្មៅអមជាមួយនឹងដបខាងលើនេះក៏ពណ៌ខ្មៅផងដែរបាទបងប្អូនអាចអញ្ជើញមកមើលលក្ខណៈពិសេសពីចំហៀងទៅលើប្រភេទ Everest Titanium លក្ខណៈពិសេសទៅលើផ្នែកកង់គឺយើងប្រើប្រភេទពួកកង់ Aluminium ជាមួយនឹងទំហំយ៉ាន់គឺ20អ៊ីងកញ្ចក់មើលក្រោយនេះគឺយើងក្រូមេដោយពណ៌ទឹកប្រាក់ជាមួយនឹងកាមេរ៉ា360ទៅលើនេះគឺយើងមានដាប់អក្សរទៅលើ Titanium ជាទូទៅនៃរថយន្តគឺយើងមានបំពាក់ជាមួយដែកការពារពីចំហៀងសម្រាប់រថយន្តដែលគេអាចហៅ Side Entry Beam Bar ហើយសម្រាប់ទៅលើដំបូលខាងលើគឺយើងមានជាមួយនឹងដំបូលបើកប្រភេទ Moon Roof បងប្អូនចំពោះរូបរាងផ្នែកខាងក្រោយគឺមើលទៅស្រស់ស្អាតមែនតើអមជាមួយនឹង LED ពណ៌ក្រហមដាប់ជាមួយនឹងអក្សរ Everest បាទបំពាក់ជាមួយនឹងកាមេរ៉ាខាងក្រោយចំនួន1គ្រាប់និងមានអក្សរថា Sport អូបងប្អូន Sport មែនតើនិងមានជាមួយនឹង sensor ខាងក្រោយចំនួន4គ្រាប់ផងដែរងាយស្រួលបងប្អូនក្នុងការអាយ៉ែចូលចតហើយចំពោះផ្នែកខ្លួនខាងក្រោយយើងគ្រាន់តែមានសោអាចធ្វើការបើកបានតែម្ដងបាទបងប្អូនធ្វើការបើកតាមសោក៏បានបងប្អូនអាចធ្វើការចុចដៃបិទវិញក៏បានផងដែរបាទអញ្ចឹងសម្រាប់ Ford Everest Sport ខាងក្រោយគឺធំទូលាយមែនតើទៅលើផ្នែកខាងក្រោយនៅលើ Everest Titanium ក៏មានលក្ខណៈពិសេសទៅដូចនឹង Everest Sport ដែរមានបំពាក់ជាមួយនឹងប្រភេទចង្កៀង LED sensor 4គ្រាប់ជាមួយនឹងអក្សរផុសប្រភេទ Titanium ចូលមកដល់រូបរាងផ្នែកខាងក្នុងរបស់ Ford Everest Sport បាទទីមួយយើងនិយាយទៅលើស្បែកណាបងប្អូនស្បែកនេះខ្មៅអមជាមួយនឹងកៅអីក៏ខ្មៅផងដែរបាទខ្មៅមើលទៅស្ពណ៌មែនតើតែបើនិយាយពីម៉ាស៊ីនត្រជាក់វិញគឺត្រជាក់ណាបងប្អូនត្រជាក់លឿនមែនតើព្រោះយើងអាចសេរីទាំងអ្នកបើកបរទាំងអ្នកដំណើរបាទហើយបើយើងនិយាយពីដៃចង្កូតធូរងាយស្រួលបាទមើលទៅគឺដៃតែមួយក៏បងប្អូនអាចរេងាយស្រួលមែនតើហើយបើនិយាយពីចង្កឹះលេខបំពាក់ជាមួយនឹងចង្កឹះលេខ6វគ្គអូតូបាទយើងមានជាមួយនឹងប្រាំងដៃគេហៅថាប្រាំងអេឡិចត្រូនិកណាឆ្កឹះក៏បានចុចងាយស្រួលធូរបាទគាត់ណាឆ្កឹះហើយនឹងចុចទេបាទអត់ពិបាកទាញទេហើយចំពោះកន្លែងនេះគឺយើងប្រើជាមួយនឹង wireless charge ដែរគេហៅថាសាកថ្មអត់ខ្សែណាហើយយើងអមជាមួយនឹងឆ្នាំងសាកUSB ក៏ដូចជា Type C ផងដែរបាទអញ្ចឹងរថយន្តនេះប្រើប្រាស់ពងមួយបាទអរគុណអញ្ចឹងងាកមកមើលផ្នែកខាងក្នុងនៃ Everest Titanium នេះវិញគឺផ្នែកជំនាញនេះគឺយើងមានជាមួយនឹងអមឈើ Fabric ហើយជាមួយនឹងភ្លើង Ambalance គឺអាចភ្លើងបំភ្លឺនៅពីចំហៀងវាទៅលើដៃចង្កូតនេះគេហៅប្រភេទ Electronic Steering
ជាប្រភេទចង្កូតភ្លើងដែលមានសភាពទុនស្រួលបត់បែននឹងភ្លើងគ្រប់រកស័ក្តិងាកមើលទៅលើចង្កឹះលេខគឺយើងប្រើចង្កឹះលេខប្រភេទ e-shifter ជាប្រភេទចង្កឹះលេខភ្លើងហើយសម្រាប់ទៅលើតំបន់កំសាន្តនេះគឺយើងប្រើរហូតទំហំដល់ទៅដល់12អ៊ីនធំស្រួលប្រើប្រាស់ហើយទៅមើលទៅលើប្រភេទប៉ុងគឺយើងប្រើប្រភេទប៉ុងមុខប៉ុងក្រោយគឺជាប្រភេទកាពីតាំងហើយសម្រាប់ទៅលើប៉ុងនេះដែរគឺយើងមានជាមួយនឹង driver mode ដែលយើងអាចបញ្ជារហូតដល់ទៅ6 mode បងប្អូនអាចកលេចមើលមកខាងក្រោយនេះគឺយើងមានបំពាក់ជាមួយនឹងម៉ាស៊ីនត្រជាក់3ជួរជាមួយនឹងកៅអី3ជួរជាចុងក្រោយខ្ញុំបាននិយាយរៀបរាប់ពី spec រថយន្តខ្លះៗទៅលើ Everest Sport Everest Titanium ទៅពីនេះហើយបើសិនជាបងប្អូនមានចម្ងល់ឬមានតម្រូវការចង់សាកសួរព័ត៌មានបន្ថែមអាចសាកសួរក្នុងខមមិននេះបានឬចូលមកតាមយ៉ាងនេះខាងលើចូលមក